ជាសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំបានមកដល់សិប្បកម្មផលិតសាច់ក្រកងៀតកំប៉ុង7ហើយគឺនៅស្រុកពីរាំងខេត្តព្រៃវែងខ្ញុំធ្លាប់តែញ៉ាំហើយណាមួយសាច់ក្រកហ្នឹងគឺមានលក់នៅលើស្តង់សួនច្បារសម្ដេចកន្លះហាមសខេងដែរហើយដល់ពេលថ្ងៃនេះគឺពិសេសខ្លាំងមែនទែនដែលបានមកដល់សិប្បកម្មគាត់ផ្ទាល់ហ្មងឥឡូវយើងចូលទៅខាងក្នុងបន្តិចណាព្រោះដោយសារថ្ងៃហ្នឹងខ្ញុំឃើញបងស្រីម្ចាស់សិប្បកម្មគឺគាត់នៅនឹងផ្ទាល់ហ្មងចានេះមកហើយយូសួរបងចាថ្ងៃនេះមានឱកាសល្អមែនតើបានមកជួបបងស្រីហើយមិញក៏បានថតជាមួយនឹងខាងមន្ទីរព័ត៌មានហើយប៉ុន្តែដោយសារនេះខ្ញុំចង់ថតបន្តិចជូនបងប្អូនទាំងអស់គ្នាទស្សនាចាយូសួរសុខសប្បាយទេបងសុខសប្បាយចាបងមានឈ្មោះអីគេដែរនាងខ្ញុំឈ្មោះកៅដារីយ៉ាបងជាម្ចាស់សិប្បកម្មខាងសាច់ក្រកងៀតត្រូវទេបងចាអ្នកគ្រូចាហ្នឹងហើយខ្ញុំញ៉ាំរហូតនៅស្តង់សួនច្បារស្រែកន្លះហោសខេងគឺមានលក់ចាឥឡូវបានមកជួបបងស្រីផ្ទាល់ស្អាតមែនតើបងប្អូនអើយចាឥឡូវខ្ញុំសូមសួរបងតិចបងមានសាច់ងៀតសាច់ក្រកហ្នឹងមានជាប្រភេទអីគេខ្លះដែរសម្រាប់សាច់ក្រកខាងយើងមាន3រសជាតិមានសាច់មាន់សាច់គោនិងសាច់ជ្រូកចាហើយមាន2ខ្នាតទៀតសម្រាប់បងប្អូនដែលចង់សាកល្បងដំបូងគឺ2ខាំកន្លះនិងកន្លះគីឡូចាតែខ្ញុំចាប់អារម្មណ៍ជាងគេមិនសាច់មាន់អត់ដែរដឹងសោះថាមានសាច់មាន់មិនដែរបងសាច់មាន់ហ្នឹងរសជាតិខុសពីសាច់គោសាច់ជ្រូកឯងបងខុសគ្រាន់តែថាឈ្មោះមាន់មួយខុសពីគោជ្រូកបាត់ហើយខ្ញុំគិតចឹងដែរទី1សាច់មាន់យើងញ៉ាំទៅទន់ហើយល្មួតឆ្ងាញ់ប្លែកខុសពីសាច់ក្រកដែលយើងធ្លាប់ញ៉ាំពីមុនយើងធ្លាប់តែញ៉ាំគោញ៉ាំជ្រូកប៉ុន្តែឥឡូវសិប្បកម្មយើងធ្វើចេញផលិតផលថ្មីគឺសាច់ក្រកសាច់មាន់ចាប្លែកហ្មងហ្នឹងហើយព្រោះដោយសារខ្ញុំធ្លាប់តែញ៉ាំសាច់ក្រកសាច់គោហើយសាច់ជ្រូកដោយសារខ្ញុំទិញនៅស្ទួនណាចាដល់ពេលសាច់មាន់ឥឡូវប្លែកជាមួយខ្ញុំនឹងសាកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយចុះបងតម្លៃវិញយ៉ាងណាដែរបងចំពោះសាច់ក្រកសាច់មាន់យើង1គីឡូ40000ចាហើយបើសាច់ក្រកសាច់ជ្រូកគឺ45000ហើយនឹងសាច់គោគឺ50000ចាហើយចុះចំពោះសាច់គោសាច់ជ្រូកអីពេលដែលបងមកធ្វើសាច់ក្រកអញ្ចឹងបងយកសាច់ជ្រូកហ្នឹងមកពីណាដែរចំពោះសាច់ជ្រូកគឺបោះក្រុមហ៊ុនម៉ុងធីហើយសាច់មាន់បោះ CP ហើយសាច់គោគឺសាច់គោក្នុងស្រុករបស់យើងsupplier គឺខុសគ្នាទាំង3អត់មាននាំចូលខាងក្រៅអីណាអត់ទេអត់ធ្វើផលិតផលវត្ថុធាតុដើមនាំចូលទេអត់ធ្វើទេដោយសារសិប្បកម្មនាងខ្ញុំប្រកាន់នៅលើគោលការណ៍គឺគ្រប់គ្រងផលិតផលនៅក្នុងស្រុកចាសូមអាស័យដ្ឋានមួយមកបងមកខ្ញុំប្រាប់អាស័យដ្ឋាននេះចាសូមបញ្ជាក់បន្តិចអាស័យដ្ឋាននៅម្ដុំណាដែរបងអាស័យដ្ឋាននៅភូមិកំពង់ពពិលឃុំកំពង់ពពិលស្រុកពីរាំងខេត្តព្រៃវែងបងប្អូនចុះតែពីផ្សារពំពិលមកប្រហែលជា500ម៉ែត្រមានផ្លូវបត់ខាងស្ដាំចូលគឺដល់សិប្បកម្មរបស់នាងខ្ញុំហីចាលេខទូរស័ព្ទលេខប៉ុន្មានដែរបងលេខទូរស័ព្ទ088 7 63972 092 143ចាសូមបញ្ជាក់មួយទៀតបងមានលក់ជាប្រភេទតាដុំទេឬក៏លក់រាយដែរលក់រាយទូទាំង25ខេត្តក្រុងទាំងដុំទាំងរាយទទួលទាំងអស់ចាអរគុណច្រើនដែលរំខានបងហើយអរគុណ